រឿងបន្ទប់ជួលខ្មោចក៏សូមជម្រាបសួរប្រិមិត្តអ្នកដែលចូលចិត្តតាមដានស្ដាប់រឿងខ្មោចទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រន្ធត់លួសព្រលឹងនៅក្នុងយប់នេះដែរគឺ Admin សូមលើកយករឿងមួយដែលបានកើតឡើងនៅរាជធានីភ្នំពេញកើតចំពោះបងប្រុសម្នាក់ដែលគាត់ឈ្មោះរដ្ឋាបងប្រុសរដ្ឋាគឺគាត់រស់នៅខាងខេត្តព្រៃវែងឯណោះទេក៏ប៉ុន្តែគាត់មកធ្វើការរាជធានីភ្នំពេញបើគិតទៅតាំងពីឆ្នាំ2015មកម្លេះប៉ុន្តែកាលនោះគឺគាត់បានជួលបន្ទប់ជួលមួយនៅខាងចិត្តផ្សារចម្ពោះវ័នណាកាលនោះគឺគាត់រស់នៅ4នាក់មិត្តភ័ក្តិរបស់គាត់តែគាត់ធ្វើការបានប្រហែលជា 4-5 ខែទេមិត្តភ័ក្តិរបស់គាត់នឹងក៏ទៅផ្ទះម្ដងមួយនៅសល់តែគាត់ម្នាក់ឯងនឹងគាត់ក៏បានសម្រេចចិត្តថាចង់ដូរបន្ទប់ជួលថ្មីព្រោះអីបន្ទប់ជួលរាល់ថ្ងៃនេះបើសិនជាគាត់រស់នៅម្នាក់ឯងគឺគាត់មិនអាចរត់រួចទេដោយសារតែទឹកភ្លើងផងនឹងបូកសរុបទាំងបន្ទប់នឹងវាចូលជាជិត40រៀលទៅហើយកាលពីចំនួនឆ្នាំ2014នោះអញ្ចឹងក្រោយពីពេលចូលធ្វើការព្រឹកឡើងនឹងគាត់ក៏បានស៊ើបសួរទៅកាន់មិត្តភ័ក្តិដែលរួមការងាររបស់គាត់នោះថានៅក្បែរនោះនឹងមានបន្ទប់ជួលអត់គាត់ចង់រកបន្ទប់ជួលដែលមានតម្លៃធូរថ្លៃជាងនេះដោយសារតែគាត់នៅម្នាក់ឯងអញ្ចឹងក្នុងពេលនោះមិត្តភ័ក្តិរបស់គាត់នឹងក៏បានទេស៊ើបសួរគ្នាដែលនៅជិតម្ដុំផ្ទះជួលរបស់គាត់នឹងគាត់ថាមានបន្ទប់ជួលមួយដែរតែបន្ទប់ជួលមួយនោះមិនមែននៅជាមួយគាត់ទេគឺនៅកន្លែងផ្សេងទៀតតែមិនឆ្ងាយប្រហែលទេនៅផ្សារចម្ពោះវ័ននឹងដែរទេហើយបន្ទប់ជួលនោះគឺមានតម្លៃត្រឹមតែ$15តែប៉ុណ្ណោះទឹកភ្លើងអីទៀតប្រហែលជាមិនដល់$20ទេបន្ទប់មួយជាន់វាអត់មានពិដានអីទេប៉ុន្តែវាបានមានបន្ទប់ទឹកក្នុងក្រោយពីបងរដ្ឋាគាត់ឮមិត្តភ័ក្តិរបស់គាត់បញ្ជាក់ហ្នឹងគាត់ក៏បានឆ្លើយថាយកល្ងាចនេះគាត់សុំគេចេញម៉ោង4ដើម្បីទៅមើលបន្ទប់ថ្មីនោះក្រោយពីគាត់បានទៅដល់ហ្នឹងឃើញបន្ទប់ហ្នឹងវានៅជាប់បន្ទប់ខាងចុងហ្នឹងគឺចាក់សោសម្រាប់បន្ទប់ផ្សេងទៀតគឺមានមនុស្សនៅទាំងអស់លើកលែងតែបន្ទប់បងរដ្ឋាដែលទៅជួលថ្មីនឹងមួយនិងបន្ទប់ខាងចុងមួយអញ្ចឹងក្រោយពីបងរដ្ឋាគាត់មើលហ្នឹងគាត់ថាបន្ទប់ហ្នឹងដូចជាមិនសូវស្អាតប្រហែលទេក៏ប៉ុន្តែតម្លៃ$15ហ្នឹងគឺល្មមជួលហើយដោយសារតែគាត់នឹងនៅម្នាក់ឯងអញ្ចឹងក្រោយពីនិយាយត្រូវរើគ្នាហើយក៏បានកក់លុយ$15ជាខែដំបូងហើយស្អែកឡើងហ្នឹងគាត់ក៏បានធ្វើការធម្មតាថ្ងៃដែលគាត់បានរើបន្ទប់ហ្នឹងគាត់ក៏អត់បានសុំមេចេញម៉ោង4អីដែរដូចថាថ្ងៃនោះបងរដ្ឋាគាត់ចេញម៉ោង6ដល់ពេលអញ្ចឹងគាត់ក៏បានរើអីវ៉ាន់ពីបន្ទប់ចាស់គាត់ថាជិះប្រហែលជាចូល5-6នាទីដែរតែថ្ងៃដែលគាត់រើបន្ទប់នោះគាត់ថាអីវ៉ាន់របស់គាត់ក៏ដូចជាច្រើនដែរមិត្តភ័ក្តិរបស់គាត់នឹងទិញឆ្នាំងទិញចានទៅនឹងគេនឹងក៏មិនបានយកទៅផ្ទះវិញដែរអីវ៉ាន់ហ្នឹងគឺគេយកតែខោអាវសម្រាប់ចានឆ្នាំងសម្រាប់ឈ្នួលខោអាវអីហ្នឹងគឺគេទុកឲ្យបងរដ្ឋាទាំងអស់អញ្ចឹងល្ងាចដែលគាត់បានមករើបន្ទប់ថ្មីនេះគាត់ថាចំណាយពេលវេលាប្រហែលជាចូល2-3ម៉ោងដែរខោអាវចាស់អីយ៉ាងទៅគាត់បោះចោលខ្លះរៀបចំអីវ៉ាន់ចានឆ្នាំងហើយក៏បានជូតបន្ទប់ឲ្យគេឲ្យស្អាតហើយអីវ៉ាន់របស់គាត់ហ្នឹងគាត់ថាដឹកមកជើងក៏អត់អស់ដែរហើយជើងទី1របស់គាត់ហ្នឹងគាត់ក៏បានយកអីវ៉ាន់មកដាក់បន្ទប់មានឆ្នាំងមានចានមានខោអាវខ្លះចឹងទៅក៏បានសម្រាប់ចិត្តជិះម៉ូតូទៅដឹកមកជើងទៀតសម្រាប់ជើងទី1នឹងបងប្អូនហើយមិនទាន់ជួបរឿងអីទេទាល់តែជើងទី2នឹងមកដល់បន្ទប់វិញហ្នឹងស្រាប់តែគាត់នឹងបានឃើញនារីម្នាក់នារីនោះដែរអាយុប្រហែលជា20 ទៅ 20ឆ្នាំតិចតួចហ្នឹងនៅបន្ទប់ខាងចុងគេហ្នឹងណាប៉ុន្តែมันបានបើកភ្លើងទេត្រឹមតែឃើញបើកទ្វារហើយញញឹមដាក់គាត់នឹងក៏នឹកក្នុងចិត្តថាដូចជារស់រាយដែរនៅខាងបន្ទប់ជួលនេះ admin សូមបញ្ជាក់ប្រាប់បងប្អូនថាការពិតទៅបងរដ្ឋាគាត់មិនបានជួលបន្ទប់ជួលដែលមានខ្មោចនោះទេប៉ុន្តែបន្ទប់ជួលដែលមានខ្មោចលងនោះគឺនៅបន្ទប់ជួលខាងចុងគេនៅជាប់បន្ទប់ជួលបងប្រុសរដ្ឋានឹងហើយក្រោយពីគាត់បានមកដល់នឹងរៀបចំអីវ៉ាន់ដាក់ត្រូវទីតាំងរួចរាល់ហើយនឹងគាត់ក៏បានទៅទិញបាយខាងក្រៅគាត់នឹងក៏បានងាកមើលបន្ទប់ខាងចុងគេនឹងដែរគាត់ថាឃើញគេនឹងនៅតែអង្គុយដូចថាស្លៀកពាក់ខោពណ៌សអាវពណ៌ខ្មៅចឹងទៅងាកមើលសម្លឹងមកគាត់នឹងហើយក៏ញញឹមដាក់គាត់ទៀតក៏ប៉ុន្តែគាត់អត់មានបានគិតថានារីម្នាក់នោះគឺជាខ្មោចអីទេសម្រាប់បន្ទប់ផ្សេងហ្នឹងម៉ោងវា10ជាងទៅហើយនឹងគេក៏ចាប់ផ្ដើមបិទបដាដែរគេក៏បានសម្រាក់លងលក់ទៅនឹងនៅតែបងប្
ប្រុសរដ្ឋានឹងគាត់បានដើរជិះទៅទិញអីហូបហើយគាត់ទៅនឹងដូចជារៀងយូរដែរគាត់ថាគាត់មកវិញនឹងម៉ោងប្រហែលជាជិត11ទៅហើយមកដល់ក៏ឃើញនារីម្នាក់នោះបើកទ្វារអង្គុយនៅមាត់ទ្វារដដែលនឹងប៉ុន្តែសម្រាប់ភ្លើងក្នុងបន្ទប់វិញគឺគេមិនបានបើកទេកាលនោះដែរគាត់ក៏មិនបានឆ្ងល់ដែរគាត់ថាប្រហែលជាគាត់នឹងនៅអង្គុយលេងហើយឬមួយក៏គាត់មិនទាន់ងងុយអីក៏មិនដឹងដែរប៉ុន្តែអង្គុយនឹងមិនមែនជាអង្គុយចុចទូរស័ព្ទទេគឺគាត់អង្គុយបែបចាំផ្លូវនរណាម្នាក់អញ្ចឹងក្នុងយប់នោះដែរគាត់ក៏បានសម្រាកលងលក់ទៅគាត់ថាយប់នឹងគឺគាត់សម្រាកលងលក់ធម្មតាទេក្រោយប្រហែលជាម៉ោង 3:74 ហ្នឹងបងរដ្ឋាហ្នឹងក៏បានដឹងខ្លួនម្ដងហើយក្រោយពីគាត់ដឹងខ្លួនគាត់ក៏រៀងឆ្ងល់ដែរគាត់ថាក្លិនផ្កាម្លិះមកពីណាឬមួយក៏ក្លិនផ្កាម្លិះដែលគេដាំនៅមុខបន្ទប់ក៏ប៉ុន្តែគាត់ចូលមកពេលល្ងាចហ្នឹងគឺមិនបានឃើញមានផ្កាមានអីទេក្រោយពីធំក្លិនផ្កាម្លិះមួយផ្លែតហ្នឹងបន្ទប់នៅខាងចុងគេហ្នឹងក៏បានបើកភ្លើងធម្មតាដូចបងប្អូនដឹងស្រាប់អញ្ចឹងបន្ទប់ស័ង្កសីដែលគ្មានពីដានណាបើសិនជាមានគេបើកភ្លើងនៅខាងបន្ទប់គេផ្សេងទៀតវានឹងជះពន្លឺចេញពីបន្ទប់គេមកចូលនៅក្នុងបន្ទប់យើងណាក្នុងពេលនោះដែរបងប្រុសរដ្ឋាគាត់ក៏បានឮសំឡេងគេងូតទឹកក្រោយពីឮសំឡេងគេងូតទឹកឈូហើយហ្នឹងមួយសន្ទុះក្រោយមកទៀតស្រាប់តែឮសំឡេងគេធ្វើម្ហូបក៏មានជះក្លិនឈ្ងុយចូលមកក្នុងបន្ទប់របស់គាត់ដែរតែគាត់ក៏មិនបានឆ្ងល់គាត់ក៏មិនបានដូចថាគិតអីច្រើនដែរម៉ោង 4 ឬក៏ម៉ោង 4 ជាងនឹងប្រហែលជាគេរៀបចំទៅធ្វើការប៉ុន្តែសម្រាប់គាត់វិញទាល់តែម៉ោង 6 ជាងទើបគាត់ក្រោយពីដេកហ្នឹងគាត់ក៏បានងូតទឹកងូតអីហើយនឹងស្រាប់តែចេញមកនឹងឃើញបន្ទប់ដែលនៅខាងចុងគេនោះគឺចាក់សោដដែលទេក្នុងពេលនោះដែរបងប្រុសរដ្ឋាគាត់ក៏បានគិតថាប្រហែលជាគេនឹងចេញទៅធ្វើការតាំងពីព្រលឹមហើយធ្វើការឆ្ងាយណាក៏មិនដឹងដែរអញ្ចឹងប្រហែលថ្ងៃដែលបងរដ្ឋាគាត់នៅនឹងគឺព្រឹកឡើងតែងតែមានសំឡេងនឹងរាល់ថ្ងៃមានសំឡេងងូតទឹកសំឡេងធ្វើម្ហូបនិយាយរួមទៅដូចមនុស្សយើងនៅអញ្ចឹងសូម្បីតែពេលខ្លះក៏គាត់បានឮសំឡេងចេញពីក្នុងបន្ទប់នោះដែរមិនដឹងថាម្នាក់ស្រីនោះគេពងធ្វើអីទេពេលខ្លះក៏ឮសំឡេងរងំចេញពីក្នុងបន្ទប់នឹងតែបងរដ្ឋាគាត់ថាស្ដាប់អត់បានទេដោយសារតែវាបាំងជាងអញ្ចឹងទៅក៏ឮសំឡេងរងំប្រហែលជាគេធ្វើអីក៏មិនដឹងដែរពេលព្រឹកឡើងបងរដ្ឋាគាត់ងូតទឹកហើយហ្នឹងក៏មិនដែលបានឃើញគេដែរចេញមកហ្នឹងគឺត្រឹមតែឃើញចាក់សោធម្មតាទេតែកាត់មកដល់ថ្ងៃមួយថ្ងៃនោះដែរបងរដ្ឋាគាត់ថែមម៉ោង 8ក្រោយពីចេញហ្នឹងមិត្តភ័ក្តិគាត់បបួលដាក់មកកំប៉ុង2កំប៉ុងហ្នឹងក៏វាជ្រុលម៉ោងដល់ម៉ោង 10 ជាងទើបគាត់បានត្រឡប់មកបន្ទប់វិញហើយក្រោយពីគាត់បានមកដល់បន្ទប់ក៏ឃើញម្នាក់ស្រីនឹងអង្គុយនៅបន្ទប់ខាងចុងគេនឹងដដែលមិនបានបើកភ្លើងឈុតដដែលបងរដ្ឋាគាត់មកដល់ក៏ញញឹមដាក់គាត់ដដែលគាត់ថាដូចជាមិនមានអីប្លែកផងក្រែងលោថាគេនឹងដូចថាមានចិត្តរស់រាយចង់រាប់អានគាត់ដែរអញ្ចឹងណាបងរដ្ឋាហ្នឹងគាត់បានញញឹមតបវិញហើយក៏បានដើរចូលបន្ទប់ទៅគាត់ថាតាំងពីថ្ងៃហ្នឹងមកគឺគាត់មិនដែលបានឃើញនារីម្នាក់ហ្នឹងទៀតទេសូម្បីតែព្រឹកឡើងហ្នឹងក៏អត់មានសំឡេងងូតទឹកសំឡេងធ្វើម្ហូបអត់មានឮសំឡេងអីទៀតដែរហើយយប់ឡើងបងរដ្ឋាគាត់តែងតែចេញមកអង្គុយមុខបន្ទប់របស់គាត់ហ្នឹងក៏មិនដែលឃើញបន្ទប់នឹងបើកសោដែរគាត់ថាល្ងិតឈឹងអញ្ចឹងសាច់រឿងគឺកាត់មកដល់ល្ងាចមួយដូចថាល្ងាចនោះគឺល្ងាចថ្ងៃសៅរ៍គេចេញម៉ោង 4 ទេក្រោយពីគាត់ជិះម៉ូតូមកដល់បន្ទប់ហ្នឹងអ្នកចិត្តខាងដែលនៅជាប់បន្ទប់របស់គាត់ហ្នឹងក៏បានហៅថាណែអូនណាមកដាក់មកកំប៉ុង2កំប៉ុងអីសិនទៅអីហើយក្រោយពីគេហៅហ្នឹងបងរដ្ឋាក៏គាត់មិនបានប្រកែកអីដែរគាត់ចូលទៅហូបជាមួយគេធម្មតាដោយគាត់ងាកទៅមើលបន្ទប់នៅខាងចុងគេដែលនៅជាប់បន្ទប់គាត់នោះអត់បើកចឹងទៅគាត់ក៏បានសួរគេថាប្អូនស្រីម្នាក់នោះគឺទៅណាហើយមួយរយៈចុងក្រោយនេះដូចជាមិនដែលឃើញនៅបន្ទប់សោះឬមួយក៏គាត់ឈប់ធ្វើការកន្លែងនឹងហើយក្រោយពីបងប្អូនទៅជុំគ្នានឹងគាត់ឮគាត់ក៏មានអាការៈដូចថាភ្ញាក់ផ្អើលគាត់ថាប្អូនស្រីណាបងរដ្ឋាក៏គាត់បានឆ្លើយតបទៅវិញថាប្អូនស្រីដែលនៅជាប់បន្ទប់ខ្ញុំហ្នឹងក្នុងពេលនោះអ្នកមីងម្នាក់ដែលគាត់កំពុងតែអាំងសាច់ឲ្យគេខ្លែមហ្នឹងគាត់ក៏បានឆ្លើយថាបន្ទប់នៅចិត្តអូនឯងហ្នឹងមានពីណាគេនៅគេបិទចោលរាប់ខែតើមានមនុស្សមកពីណានៅក្នុងពេលនោះបងរដ្ឋាក៏បានបញ្ជាក់ទៅលោកពូអ្នកមីងនោះវិញថាកាលពីខ្ញុំចូលមកដំបូងខ្ញុំឃើញគាត់នៅអង្គុយមុខបន្ទប់ប៉ុន្តែមិនមែនឃើញនៅរាល់ថ្ងៃទេដូចថាយូរឃើញម្ដងហើយបើសិនជាបងប្អូនដែលគាត់មិនទាន់សម្រាប់អស់ក៏គាត់មិនទាន់ចេញដែរទាល់តែរៀងយប់ប្រហែលជាម៉ោង 9 ម៉ោង 10 ចឹងទៅហើយណាមួយខ្ញុំមកទៅធ្វើការស្មើនឹងចឹងតែងតែឃើញគាត់នៅអង្គុយមុខបន្ទប់ហ្នឹងក្នុងពេលនោះដែរលោកពូអ្នកមីងម្នាក់នោះដែលនៅបន្ទប់ចិត្តហ្នឹងគេក៏បានកេះអោនខ្សឹបឲ្យគៀកគេថាក្មេងស្រីដែលគាត់បានឃើញនោះគឺមិនមែនជាមនុស្សទេគឺជាខ្មោចបន្ទាប់ពីឮ
លឺអញ្ចឹងនឹងបងប្អូនហើយបងរដ្ឋាគាត់ថាគាត់រៀងខ្លាចខ្មោចដែរគាត់នឹងក៏ចាប់ផ្ដើមព្រឺសម្បុរអញ្ចឹងបានន័យថាគាត់ឃើញប្រហែលថ្ងៃនោះគឺមិនមែនជាមនុស្សទេការពិតទៅក្មេងស្រីដែលអាយុជាង20ឆ្នាំនោះគឺជាខ្មោចតាហើយអ្នកមីងម្នាក់នោះក៏បានបន្ថែមទៀតថាក្មេងស្រីម្នាក់នោះគឺខ្យល់កនៅក្នុងបន្ទប់ម្នាក់ឯងស្លាប់ប្រហែលជាងកន្លះឆ្នាំហើយប៉ុន្តែម្ចាស់ផ្ទះជួលតាំងពីគាត់ស្លាប់មកនឹងក៏មិនដែលបើកបន្ទប់ជួលនឹងឲ្យអ្នកផ្សេងដែរតែសម្រាប់បន្ទប់ប្អូនឯងគឺគាត់បើកជួលរហូតហើយក៏មានអ្នកចេញរហូតដែរគាត់ថាជាងកន្លះឆ្នាំមកនេះមិនក្រោមជាង20នាក់ទេដែលនៅចេញចូលដូចថានៅមិនបានយូរខ្មោចស្រីម្នាក់នោះគឺតែងតែលងគេបើមិនបានលងឲ្យឃើញជារូបនោះក៏បានឮសំឡេងចេញពីក្នុងបន្ទប់នោះដែរហើយសាច់ញាតិសពក្មួយស្រីម្នាក់នោះគេក៏បានយកអាចារ្យយកអីមកតងព្រលឹងដែរតែមិនដឹងថាគាត់ទៅឬក៏មិនទៅដែរតែអ្នកជួលផ្ទះជួលនៅម្ដុំនេះភាគច្រើនឲ្យតែយប់ជ្រៅគឺឃើញក្មេងស្រីម្នាក់នោះគឺអង្គុយនៅមុខបន្ទប់ហើយនេះដូចថារឿងកាលពីមុនទេប៉ុន្តែមួយរយៈក្រោយគឺមិនដែលឃើញទេទើបឃើញតែប្អូនឯងមួយគត់ហើយពូមីងពីរនាក់នោះគាត់បានប្រាប់ទៅបងប្រុសរដ្ឋាថាកុំប្រាប់ម្ចាស់ផ្ទះជួលថាគាត់ប្រាប់ព្រោះអីម្ចាស់ផ្ទះជួលគឺលាក់ព័ត៌មាននេះយូរហើយមិនដែលប្រាប់អ្នកដែលថ្មីមកជួលផ្ទះនៅម្ដុំនេះទេតែអ្នកខ្លះចឹងទៅជួបរឿងរន្ធត់ចឹងទៅគេក៏បានស៊ើបសួរអ្នកចិត្តខាងចឹងទៅអ្នកចិត្តខាងគេក៏លួចប្រាប់ហើយក្រោយពីគេប្រាប់ហ្នឹងគេក៏បានរើចេញបដាអ្នកដែលគេមិនសូវខ្លាចចឹងទៅគេក៏នៅដោយសារតែបន្ទប់ជួលនៅម្ដុំនេះវារៀងធូរថ្លៃដែរបើទៅកន្លែងផ្សេងតម្លៃវាថ្លៃអញ្ចឹងក្រោយពីបងរដ្ឋាគាត់បានលឺហ្នឹងគាត់ក៏បានដើរចូលបន្ទប់គាត់ថាយប់នេះមិនដឹងថាជាយ៉ាងណាយ៉ាងណីទេដូចថារាល់ដងគាត់ដេកជាធម្មតាគាត់មិនដែលខ្លាចទេស្រាប់តែយប់នេះគឺខ្លាចខុសពីធម្មតាដោយសារតែគាត់នឹងបានដឹងរឿងពីអ្នកចិត្តខាងដែលនៅជាប់បន្ទប់របស់គាត់នោះងូតទឹកងូតអីហើយនឹងបងប្អូនហើយបើកដង្ហាលដេកនឹងទៅដល់ភួយបដើភ្លើងនឹងក៏មិនហ៊ានបិទដែរប្រហែលជាម៉ោង10ម៉ោង11ទៅហើយនឹងដេកក៏មិនលក់ដោយសារតែភ្លើងវាចាំងភ្នែកពេកនឹងគាត់ក៏បានបិទភ្លើងក្នុងបន្ទប់ហើយដើរទៅបើកភ្លើងនៅក្នុងបន្ទប់ទឹកវិញដូចថាយប់ក៏វារៀងជ្រៅចឹងទៅគាត់ក៏បានអស់កម្លាំងគាត់ក៏លងលក់ទៅមួយផ្លែតហើយក្រោយពីគាត់លងលក់ទៅមួយផ្លែតនឹងបងប្អូនហើយស្រាប់តែគាត់ឮសំឡេងនឹងមកខ្សឹបដាក់តិចរបស់គាត់គ្រាន់តែ admin សម្រាប់ដល់ចំណុចត្រង់នេះក៏ព្រឺសម្បុរដែរគាត់ឮគេខ្សឹបដាក់តិចគាត់ថាចង់ឃើញគេមែនឮម្ដងជាពីរដងនឹងគាត់មិនបានបើកភ្នែកទេដូចថាក្នុងពេលនោះតិចរបស់គាត់តែងតែឮពាក្យថាចង់ឃើញគេមែនក្រោយពីគាត់បើកភ្នែកនឹងបងប្អូនណៃស្រាប់តែអង្គុយនៅចុងក្រែរបស់គាត់តែសំណាងល្អដែរគាត់ថាមិនបានបែរមុខឲ្យគាត់ឃើញទេត្រឹមតែឃើញក្មេងស្រីម្នាក់នោះគឺស្លៀកពាក់ខោអាវពណ៌សឡើងចាស់មិនបានឃើញដូចជាយប់ដំបងដែលគាត់បានឃើញទេគាត់ថាម៉ូសានេះគឺស្លៀកពាក់ពណ៌សខោអាវឡើងចាស់សក់កទ្រីងកន្ទ្រើងគាត់ថាសំណាងហើយដែលមិនបែរមុខមកគាត់នោះបើសិនជាបែរមុខមកគាត់ប្រហែលជាគាត់នឹងអាចគាំងបេះដូងស្លាប់ផងបិទថាសំឡេងនឹងដូចជាខ្សឹបដាក់តិចរបស់គាត់មែនក៏ប៉ុន្តែគេនៅអង្គុយចុងក្រែនោះទេប្រាប់ពីបងរដ្ឋាគាត់ឃើញគាត់ថាគាត់ខំងើបមកក្បាលត្នេកវិញថយមកគ្រឿតចឹងទៅស្រាប់តែខ្មោចស្រីដែលនៅជាប់បន្ទប់របស់គាត់នឹងស្រាប់តែគេដើរទម្លុះអញ្ចាំងទៅខាងបន្ទប់គេវិញណាបងប្អូនហើយកុំថាឡើយបងរដ្ឋាសម្បីតែ admin សម្រាយសាច់រឿងគាត់មកដល់ត្រង់នេះនឹងក៏មានអារម្មណ៍ថាព្រឺសម្បុរដែរហើយក៏ចង់សួរអារម្មណ៍បងប្អូនដែរបើសិនជាបងប្អូនជួលបន្ទប់ហើយជួបបន្ទប់បែបនេះតើបងប្អូនគួរគិតយ៉ាងណាគួរនៅបន្តឬក៏គួររើចេញតែសម្រាប់បងរដ្ឋាវិញគាត់ថាទោះជាបន្ទប់នោះឲ្យនៅ free ក៏គាត់មិននៅទៀតដែរស្អែកឡើងនឹងគាត់ក៏បានសម្រេចចិត្តរើចេញតែម្ដងទៅរកបន្ទប់ថ្មីហើយទៅស៊ើបប្រវត្តិបន្ទប់នោះថាមានអីអត់ចឹងណាគាត់ខ្លាចជួបដូចជាបន្ទប់ដែលគាត់ធ្លាប់ជួលនេះចឹងសម្រាប់បងប្អូនដែលជួលផ្ទះគេនៅសំបីតែ admin ក៏ធ្លាប់ជួលផ្ទះគេនៅដែរហើយភាគច្រើនគឺ admin ជួលនៅម្នាក់ឯងធ្វើការនៅភ្នំពេញនោះហើយក៏ធ្លាប់គិតធ្លាប់បារម្ភដែរខ្លាចថ្ងៃណាមួយទៅជួលទៅចំបន្ទប់គេចងកជួលទៅចំបន្ទប់អ្នកដែលគេស្លាប់នៅក្នុងនោះ admin ជឿថាបងប្អូនក៏មានអារម្មណ៍បែបនោះដែរជាពិសេសបងប្អូនដែលគាត់ជួលនៅម្នាក់ឯងភាគច្រើនគឺគាត់ខ្លាចគាត់បារម្ភតែសម្រាប់បងរដ្ឋាវិញក៏ធ្លាប់ជួបហើយជួលនៅម្នាក់ឯងចិត្តគិតចិត្តបារម្ភដែរប៉ុន្តែនៅតែជួបអញ្ចឹងសាច់រឿងបងរដ្ឋាក្រោយពីគាត់បានដូរបន្ទប់ថ្មីនឹងគាត់ក៏បានលែងជួបរឿងរន្ធត់ដែរហើយសាច់រឿងនឹងក៏បានដល់ទីបញ្ចប់បើសិនជា admin រៀបរាប់ទៅមានការខុសឆ្គងត្រង់កន្លែងណាក៏សូមអភ័យទោសដល់បងរដ្ឋានិងបងប្អូនទាំងអស់គ្នាផងដែរអញ្ចឹងវីដេអូ admin ក៏មានតែប៉ុណ្ណេះដែរសូមអរគុណច្រើនសូមគោរពលាជួបគ្នានៅវីដេអូក្រោយ